សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះទីមើលតើពូម្នាក់ក៏កំពុងធ្វើអីនិយាយទៅនំខ្ញុំចូលចិត្តហូបដែរតាំងពីក្មេងប៉ុន្តែមិនសូវបានមកឃើញធ្វើផ្ទាល់ចឹងទេដល់ពេលឥឡូវទៅឃើញគាត់ជិះកាត់មុខផ្ទះហ្នឹងឃើញគាត់ជិះកាត់មុខផ្ទះក្មួយឃើញក្មួយហៅទៅដល់ពេលឥឡូវបានឃើញកាន់ផ្ទាល់ហើយព្រោះតាំងពីក្មេងមកដែរឃើញទេអត់ដែរឃើញកាន់ផ្ទាល់ធ្លាប់តែម៉ាក់អីហ្នឹងគាត់កិនមកគាត់យកឲ្យហូបហ្នឹងមកប៉ុន្តែហ្នឹងដឹងគេហៅនំស្អីទេអត់ដឹងដូចគ្នាដែរហ្នឹងហើយបងប្អូននិយាយទៅមិញបញ្ញាប់ពេកចឹងទៅអត់បានពាក់អាវគាត់នៅក្មួយហៅព្រាមចុះទៅមើលស្អីគេហើយចុះទៅមើលទៅឃើញម៉ាស៊ីនកិននំចាំមើលម៉ាស៊ីនកិននំហ្នឹងគេកិនតែម៉េចគាត់ដែរឃើញណែអញ្ចឹងទៅឈើចាំមើលផ្លែទាំងអត់ពាក់អាវហ្នឹងមកទៅឥឡូវបានឃើញផ្ទាល់ហើយគាត់ដែរឃើញឯងតាំងពីតូចមកហើយបងប្អូនណាធ្លាប់ឃើញខមមិនប្រាប់ផងបាយបាយ